ថ្ងៃនេះគឺជាថ្ងៃអាទិត្យ15កើតខែចេឆ្នាំមមីត្រូវនៅថ្ងៃទី31ខែឧសភាឆ្នាំ2021ព្រះអង្គគង់នៅវត្តចម្ពោះវត្តបានដែលមុនមកបិណ្ឌបាតនៅក្នុងបុរីដូច្នេះពុកម៉ែបងប្អូននៅក្នុងបុរីបានរៀបចំតាមផ្ទះនីមួយៗគ្រប់គ្នាដើម្បីឲ្យរួមទាំងកូនតាកូនតីថ្ងៃនេះក៏នៅជុំគ្នាព្រោះតែថ្ងៃអាទិត្យអញ្ចឹងក៏បានរៀបចំស្លៀកពាក់ក្នុងការទទួលព្រះសង្ឃបិណ្ឌបាតថ្ងៃនេះផងដែរមកព្រមទាំងម៉ាក់អន្តោនតៃបានរៀបចំមានម្ហូបអាហារព្រមទាំងភេសជ្ជៈនិងបច្ច័យមួយចំនួនផងដែរដើម្បីរៀបចំសូមប្រសពផលបុណ្យទាំងអស់នេះសូមជូនទៅដល់ញាតិកាទាំងពីរសន្តានដែលមានខ្លួនចតាដែលបានចែកឋានទៅហើយសូមជូនទៅដល់មកវិញនៅសេចក្តីសុខសេចក្តីចម្រើនរកស៊ីនឹងបានសូមសាធុសម្មាសង្ឃ